តែអ្នកទាំងអស់គ្នាជឿទៀតថាមានបរិមម្នាក់ធ្លាប់លុបប៉ុម Eiffel Tower មិនមែនម្ដងទេគឺរហូតដល់2 ដងរឿងនេះមិនមែនជារឿងនិទានឬភាពយន្តទេប៉ុន្តែវាជាព្រឹត្តិការណ៍ពិតក្នុងប្រវត្តិសាស្ត្រដែលបានធ្វើឲ្យបរិមម្នាក់ឈ្មោះ Victor Lustig ក្លាយជាអ្នកបោកប្រាស់ដ៏ល្បីបំផុតនៅក្នុងពិភពលោកកើតមកពីគ្រួសារធម្មតាប៉ុន្តែធំឡើងក្នុងបរិយាកាសពោរពេញដោយហិង្សានិងភាពអយុត្តិធម៌ Lustig បានប្រើប្រាស់បញ្ញាឆ្លាតវៃភាសាច្រើននិងសមត្ថភាពអានចិត្តមនុស្សដើម្បីបំលែងខ្លួនពីក្មេងប្រុសធម្មតាទៅជាវិចិត្រករនៃការបោកប្រាស់ធ្វើឲ្យសង្គមស្ទើរមិនអាចជឿបានហើយរឿងរ៉ាវបរិមម្នាក់នេះយ៉ាងដូចម្ដេចខ្លះទៅធ្វើឲ្យគាត់បានក្លាយជាកំពូលអ្នកបោកប្រាស់នៅបារាំងនាសម័យនោះជាដំបូងយើងនឹងដឹងពីរឿងរ៉ាវខ្លះៗដែលទាក់ទងទៅនឹងបរិមម្នាក់នោះទាំងអស់គ្នា Lustig កើតនៅទីក្រុង Hostene ដែលនៅសម័យនោះត្រូវបានគេស្គាល់ទូលំទូលាយដោយឈ្មោះជាភាសាអាល្លឺម៉ង់ថា Hanau ដែលជាផ្នែកមួយនៃប្រជាជាតិ Bohemia នៅក្នុងអាណាចក្រ Austro-Hungary នៅវ័យកុមារ Lustig បានធ្វើដំណើរឆ្លងកាត់អឺរ៉ុបជាញឹកញាប់ជាមួយនឹងឪពុកក្នុងដំណើរអាជីវកម្មទៅកាន់ទីក្រុង Prague និង Zurich គាត់បានរំលឹកថានៅពេលបានឃើញទីក្រុង Paris ជាលើកដំបូងនៅអាយុ7 ឆ្នាំតំបន់កណ្ដាលទីក្រុងមើលទៅស្រស់ស្អាតយ៉ាងអស្ចារ្យដែលតំបន់ខាងក្រៅវិញគឺជាកន្លែងសោកសៅដែលលង់លិចនៅក្នុងសមុទ្រនៅថ្ងៃដំបូងនៃសាលាបឋមកុមារ Lustig បានបណ្ដឹងចេញភ្លាមពីបទប្រមាថសីលធម៌បន្ទាប់ពីគាត់និយាយទៅកាន់គ្រូស្រីម្នាក់ថាលិតគូតខ្ញុំបន្ទាប់មករកគេត្រូវបានផ្ទេរទៅសាលាបន្ទាប់ប្រហែល5 គីឡូម៉ែត្រពី Hostene មិត្តរួមថ្នាក់ក្រោយមកបានរំលឹកថា Lustig ត្រូវបានគេស្រឡាញ់ដោយសារបុគ្គលិកលក្ខណៈរឹងមាំការសម្ដែងបែបរស់រវើករបស់គាត់អំពីមេដឹកនាំយោធាទន្ទឹមនឹងនេះរបាយការណ៍សាឡានមួយនៅឆ្នាំ1902បានពិពណ៌នាគាត់ថាខ្វះសីលធម៌មានភាពល្ងងខ្លៅក្នុងទស្សនវិជ្ជាផ្សេងៗនៅអាយុ13ឆ្នាំ Lustig បានចាប់ផ្ដើមហាត់បដាល់ហើយទោះបីជាមានបញ្ហាសុខភាពរ៉ាំរ៉ៃដូចជាឈឺក្បាលនិងការលំបាកក្នុងការដកដង្ហើមដោយសាររលាកក្នុងច្រមុះនៅឆ្នាំ1904 Lustig បានរត់ចេញពីផ្ទះអស់រយៈពេល1សប្ដាហ៍បន្ទាប់មកគាត់ត្រូវបានផ្ញើទៅសាលាអន្តេវាសិកដ្ឋាននៅទីក្រុង Dresden ដែលនៅទីនោះគាត់បានសិក្សាភាសាអង់គ្លេសបារាំងអ៊ីតាលីនិងហុងគ្រីព្រមទាំងបានចូលរៀនវគ្គរចនាទៀតផងចៅស្រីរបស់គាត់ឈ្មោះ Bettina បានអះអាងថា Lustig ធ្វើបានល្អក្នុងការសិក្សានិងបន្តការអប់រំនៅទីនោះរហូតដល់ដើមវ័យ20 ឆ្នាំប៉ុន្តែជីវប្រវត្តិភាគច្រើនបញ្ជាក់ថាគាត់បានបោះបង់ការសិក្សានៅមុនអាយុ17 ឆ្នាំមិត្តកាលកុមាររបស់គាត់ឈ្មោះ Karl Herer បាននិយាយថា Lustig បានត្រឡប់មក Hostene បន្ទាប់ពីទទួលបានបន្ទុកអន់លើសំណុំការងាររចនារបស់គាត់នៅខែមិថុនាឆ្នាំ1906នៅឆ្នាំ1909បន្ទាប់ពីចាប់ផ្ដើមឈមមីសិក្សាមួយនៅសាកលវិទ្យាល័យ Sorbonne ក្នុងទីក្រុងប៉ារីសមិនយូរប៉ុន្មាន Lustig បានចាប់ផ្ដើមលេងល្បែងភ្នាល់ក្នុងអំឡុងពេលនេះគាត់ក៏បានទទួលស្នាមស្នេហ៍ដ៏សំខាន់មួយលើផ្នែកខាងឆ្វេងនៃមុខពីមិត្តប្រុសរបស់ស្រីម្នាក់ដែលគាត់មានទំនាក់ទំនងជាមួយបន្ទាប់ពីចាកចេញពីសាលា Lustig បានប្រើប្រាស់បញ្ញាឆ្លាតវៃនិងសមត្ថភាពវាតម្លៃស្ថានភាពបានយ៉ាងឆាប់រហ័សរួមជាមួយភាពស្ទាត់ជំនាញក្នុងភាសាជាច្រើនដើម្បីចូលទៅក្នុងជីវិតឧក្រិដ្ឋកម្មជាបន្តបន្ទាប់គាត់បានផ្ដោតលើការបោកប្រាស់និងល្បិចកលនានាដែលផ្ដល់ទ្រព្យសម្បត្តិនិងប្រាក់ឲ្យគាត់ហើយបានបំលែងគាត់ឲ្យក្លាយទៅជាអ្នកបោកប្រាស់អាជីពយ៉ាងពេញលេញឥឡូវនេះយើងនឹងចូលទៅដល់សាច់រឿងរបស់គាត់ដែលរៀបកម្រងការដើម្បីលក់ប៉ម Eiffel Towerនៅឆ្នាំ1925 Lustig បានធ្វើដំណើរត្រឡប់ទៅប្រទេសបារាំងវិញខណៈពេលស្នាក់នៅទីក្រុងប៉ារីសគាត់បានជួបប្រទះអត្ថបទមួយក្នុងកាសែតដែលនិយាយអំពីបញ្ហាក្នុងការថែទាំនិងរក្សាទុកប៉ម Eiffel អត្ថបទនោះបានផ្ដល់ជាចម្រោះគំនិតថ្មីមួយសម្រាប់ការបោកប្រាស់បន្ទាប់របស់គាត់នៅពេលនោះប៉ម Eiffel កំពុងចាប់ផ្ដើមខូចខាតហើយទីក្រុងកំពុងប្រឈមនឹងការចំណាយកាន់តែខ្ពស់ក្នុងការថែទាំនិងការលាបពណ៌ឡើងវិញផ្នែកមួយនៃអត្ថបទបានលើកឡើងត្រឹមតែបន្តិចថាមតិសាធារណៈជាសរុបអាចនឹងបែរទៅជាគាំទ្រការដកចេញប៉មនេះដែលជាចំណុចសំខាន់បំផុតដែលធ្វើឲ្យ Lustig ជឿថាការប្រើប្រាស់ប៉ម Eiffel ជាផ្នែកមួយនៃការបោកប្រាស់បន្ទាប់និងអាចរកប្រាក់ចំណេញបានយ៉ាងច្រើនបន្ទាប់ពីស្រាវជ្រាវអ្វីៗដែលគាត់ត្រូវការដើម្បីប្រើប្រាស់ព័ត៌មានពីអត្ថបទនោះ Lustig ចាប់ផ្ដើមរៀបចំផែនការបោកប្រាស់ដោយរួមមានការជួលអ្នកក្លែងបន្លំឯកសារដើម្បីបង្កើតសញ្ញាក្រដាស់រដ្ឋាភិបាលคล้ายៗគាត់ទៀតផងនៅពេលរៀបចំរួចរាល់ Lustig បានអញ្ជើញក្រុមអ្នកជួញដូរសំណល់លោហៈទៅកាន់កិច្ចប្រជុំសម្ងាត់មួយនៅសន្តាគារថ្លៃថ្នូរទីនោះគាត់បានណែនាំខ្លួនឯងថាជាអនុប្រធាននាយកដ្ឋានទូតនៃក្រសួងប្រៃសណីនិងទូរគមនាគមន៍បារាំងក្នុងកិច្ចប្រជុំនោះគាត់បានបញ្ចុះបញ្ចូលបរិបទទាំងនោះថាការថែទាំប៉ម Eiffel កំពុងក្លាយជាភារកិច្ចធ្ងន់ធ្ងរពេកសម្រាប់ទីក្រុងប៉ារីសហើយរដ្ឋាភិបាលបារាំងមានបំណងលក់វាជាសំណល់ដែកទោះជាយ៉ាងណាដោយសារកិច្ចព្រមព្រៀងបែបនេះវាអាចបង្កឲ្យមានវិវាទនិងការតវ៉ាពីសាធារណជនខ្លឹមសារទាំងអស់ត្រូវបានរក្សាជាសម្ងាត់រហូតដល់ព័ត៌មានទាំងអស់ត្រូវបានរៀបចំរួចរាល់ Lustig បានប្រាប់ថា
គាត់ជាអ្នកទទួលខុសត្រូវក្នុងការជ្រើសរើសអ្នកជួញដូរដែលនឹងទទួលបានសិទ្ធិក្នុងការកាន់កាប់រចនាសម្ព័ន្ធនេះដោយអះអាងថាក្រុមនេះត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្នព្រោះមានកេរ្តិ៍ឈ្មោះជាអ្នកជំនួយស្មោះត្រង់សន្ទរកថារបស់គាត់ក៏បានបង្ហាញពីការយល់ដឹងពិតប្រាកដអំពីទូនាទីរបស់ប៉មអ៊ីហ្វែលក្នុងទីក្រុងនិងពីរបៀបដែលវាមិនសមស្របជាមួយនឹងអគារធំៗផ្សេងទៀតរបស់ទីក្រុងដូចជាវិហារសាសនាកូធីកជាដើមក្នុងអំឡុងពេលជួបជាមួយអ្នកជួញដូរលោកស្ទីកបានសង្កេតមើលយ៉ាងប្រុងប្រយ័ត្នដើម្បីរកមើលថានរណាដែលមានសក្តានុពលជាងគេក្នុងការធ្លាក់ចូលក្នុងអន្ទាក់បោកប្រាស់របស់គាត់ហើយគាត់បានរកឃើញគោលដៅរបស់គាត់គឺ Andre Poisson បុរសម្នាក់ដែលមានភាពអស្ថិរភាពក្នុងខ្លួននិងមានបំណងចង់ឡើងកម្ពស់ក្នុងរង្វង់អ្នកជួញដូរធំៗនៃទីក្រុងប៉ារីសពេលឃើញថា Poisson បង្ហាញចំណាប់អារម្មណ៍ខ្លាំងបំផុតក្នុងការទិញប៉មនេះលោកស្ទីកក៏សម្រេចចិត្តផ្ដោតលើគាត់បន្ទាប់ពីអ្នកជួញដូរទាំងអស់បានដាក់សំណើតម្លៃឲ្យគាត់ដោយរៀបចំកិច្ចជួបឯកជនជាមួយ Poisson Lustig បានបញ្ចុះបញ្ចូលគាត់ថាខ្លួនជាមន្ត្រីពុករលួយដោយអះអាងថាទូនាទីរដ្ឋាភិបាលរបស់គាត់មិនផ្ដល់ប្រាក់ខែគ្រប់គ្រាន់សម្រាប់របៀបរស់នៅដែលគាត់ចង់បានទេដោយជឿថាការទិញប៉មអ៊ីហ្វែលនឹងធ្វើឲ្យគាត់មានកន្លែងឈរក្នុងចំណោមអ្នកជួញដូរកំពូល Poisson បានយកព្រមបង់ប្រាក់សំណូកចំនួនធំដើម្បីធានាការកាន់កាប់ប៉មអ៊ីហ្វែលទោះយ៉ាងណាបន្ទាប់ពី Lustig ទទួលប្រាក់សំណូកនិងប្រាក់សម្រាប់ការលក់ប៉មនេះប្រហែល 70,000 ហ្វ្រង់គាត់ក៏បានរត់គេចខ្លួនទៅប្រទេសអូទ្រីសភ្លាមៗលោកស្ទីកសង្ស័យថានៅពេល Poisson ដឹងថាខ្លួនបានបោកប្រាស់គាត់នឹងអៀនខ្មាស់និងខ្លាចមុខមាត់មនុស្សពេកដល់ថ្នាក់មិនហ៊ានរាយការណ៍ទៅប៉ូលីសបារាំងទោះជាយ៉ាងណាលោកស្ទីកនៅតែតាមដានព័ត៌មានក្នុងកាសែតពេលស្នាក់នៅប្រទេសអូទ្រីសការសង្ស័យរបស់គាត់បានបង្ហាញថាត្រឹមត្រូវព្រោះគាត់មិនឃើញមានការលើកឡើងអំពីការបោកប្រាស់របស់គាត់នៅក្នុងកាសែតឡើយដូច្នេះគាត់បានសម្រេចត្រឡប់ទៅប៉ារីសវិញនៅចុងឆ្នាំនោះដើម្បីអនុវត្តផែនការម្ដងទៀតទោះជាយ៉ាងណានៅពេលលោកស្ទីកព្យាយាមបោកប្រាស់ក្រុមអ្នកជួញដូរផ្សេងទៀតហើយបានរកឃើញមនុស្សម្នាក់ក្នុងក្រុមដែលព្រមទិញប៉មអ៊ីហ្វែលប៉ូលីសបានទទួលដំណឹងអំពីការបោកប្រាស់នេះហើយគាត់ក៏បានរត់គេចខ្លួនទៅសហរដ្ឋអាមេរិកដើម្បីគេចវេសពីការចាប់ខ្លួនហើយរឿងរ៉ាវនៃការបោកប្រាស់របស់បរិមម្នាក់នេះក៏បានមកដល់ទីបញ្ចប់ហើយនេះក៏ជាមេរៀនមួយសម្រាប់អ្នកដែលចង់មានមុខមានមាត់ក្នុងសង្គមដែលខ្វះការពិចារណាដូចជាបកគោឈ្មោះ Poisson ជាដើមសូមអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូមួយនេះ